Hello ខេសួស្តីណគ្នាស្វាគមន៍ពីខ្ញុំថ្ងៃនេះមកបន្តសេរីរឿងកម្ពុជានៅកម្ពុជាក្រុងបូលីរបស់យើងបន្តទៀតដោយបន្ទាប់ពីដូចជុំមកយើងមកទៅកាន់វាប៉ង់ក៏ប៉ុន្តែវាក៏បានកិច្ចផុតហើយបន្ទាប់ពីវាកិច្ចផុតហើយវាក៏បានសូមមកកាន់ដូចជុំមកយើងមួយជើងវិញក៏ប៉ុន្តែមួយជើងនោះគឺមិនមួយជើងធម្មតាទេគឺថាឡើងប៉ង់ដូចជុំមកយើងបុកនៅឡានប្រើតែម្ដងហើយបន្ទាប់ពីត្រូវមួយជើងនឹងហើយដូចជុំមកយើងគឺថាផ្លាស់ប្ដូរទឹកមុខហើយជាមួយនឹងមួយជើងមួយហ្នឹងគឺថាកញ្ញាយកកនោះនាងក៏បានឃើញដែរហើយបន្ទាប់ពីឃើញចឹងហើយនាងក៏បាននិយាយថាគឺថាវាដូចតែការរំពងតូនចឹងគឺថាដេជននោះវាគ្មានទៅបបាក់ចាត់ការសម្រាប់ពួកគេទេហើយនឹងឥឡូវទៅឲ្យកញ្ញាហ្នឹងឲ្យនាងនឹងមានអំណួតនៅលើនឹងសិនទៅហើយយើងទៅនិយាយពីពីរអ្នកគេនៅក្រោមនោះវិញដល់ពេលហូបហ្នឹងវាបាននិយាយដឹងមកកាន់ទៅជុំមកយើងថាគឺថាតើវាគួរឲ្យរើមណាស់មែនហើយឥឡូវហ្នឹងមកឲ្យមិនក៏គេផ្លាត់ដៃស្តនចឹងឬមួយក៏គេនឹងអន់ចឹងតាំងពីដើមមកឬមួយក៏ថាវាមកពីសមត្ថភាព immersion ពិសេសរបស់គេហ្នឹងនិយាយទៅគឺថាប៉ះមើលគេ2សេះក៏ដោយ3សេះក៏ដោយនោះវាប្រយោជន៍ទាំងអស់ហ្នឹងឯងហើយវាបែរជាលើកទី1របស់ដេជនហើយដែលគេនឹងបានប៉ះគ្នាជាមួយនឹងជាប្រើ immersion ដូចគ្នាបែបហ្នឹងហើយបន្ទាប់មកសេរឿងរបស់យើងក៏បានកាត់ទៅកាន់នីតិស្នាក់ការកដាលក្លឹបមូសាកាពីខាងត្បូងទីក្រុងសេអ៊ូលនៅវិញហើយឥឡូវនេះយើងបានស្គាល់ឈ្មោះអបិសសហ្នឹងហើយដោយគេនឹងមានឈ្មោះថាឡូគីចាំងដែលជា manager មួយក្លឹបសាកាពីខាងត្បូងហ្នឹងឯងហើយនឹងអបិមួយទៀតដែលគេមានឈ្មោះថាអូឌីសូហើយគេក៏មានតំណែងជា leader នៅមួយក្លឹបសាកាពីខាងត្បូងផងដែរហើយបន្ទាប់ពីអបិឡូគីចាំងហ្នឹងគេមកដល់អបិអូឌីសូហ្នឹងគេបាននិយាយថាទីបំផុតតើគេមកដល់ហើយត្រូវហើយលើតែមានការប្រជុំអ្នកដឹកនាំហើយបន្ទាប់ពីគេនិយាយចឹងហើយគេក៏បានហុចវ៉ាលីមកអបិអូឌីសូតែម្ដងអញ្ចឹងអបិអូឌីសូហ្នឹងគេឆ្ងល់ខ្លាំងមែនតើអញ្ចឹងអបិអូគីចាំងហ្នឹងវាក៏បានធ្វើការរ៉ែរ៉ាប់អញ្ចឹងទៅគឺថានឹងគឺជាមូលបបាគីដែលគេបានបង្កើតឡើងហើយវាក៏ជាមូលហេតុដែលអាចមសៀតបាគីនឹងសុកចិត្តបបងសាខាពីកញ្ជើទីក្រុងសេអ៊ូចោហើយទៅសងំនៅជនបទទីក្រុងដេជន់ដែរហើយឥឡូវហ្នឹងគឺយើងចូលទៅប្រជុំសិនហើយអញ្ចឹងឯងជួយទៅក្រុងដេជន់ជំនួសយើងបន្តិចផងទៅបន្សល់មើលថាវាជាមនុស្សមានប្រយោជន៍អត់តែបើថាអត់ប្រយោជន៍ទេកុំចាត់វាចោលតែហ្មងទៅហើយនឹងឥឡូវហ្នឹងមកនិយាយពីដេជន់របស់យើងវិញដល់ពេលហូបពេលហ្នឹងគេបាននិយាយទៅកាន់ដេជន់របស់យើងថាតើដេជន់ហ្នឹងគេមិនឆ្ងល់ទេអីតែទេបាននិយាយទៅជាបែបហ្នឹងនិយាយទៅក៏សារដេជន់ហ្នឹងគេព្យាយាមបានចរណារបស់គេខ្លាំងពេកអញ្ចឹងហើយបានវាធ្វើឲ្យក្បាច់ emotion របស់គេហ្នឹងវាទៅជាហុកកម្លាំងបែបហ្នឹងហើយគេថាដេជន់ហ្នឹងគេអាចប្រើ emotion បានមែនក៏ប៉ុន្តែមើលទៅគេនឹងមិនទាន់យល់ពី emotion ហ្នឹងគឺជាស្អីនៅឡើយទេហើយគឺថាស្ដាប់ទៅវាដូចជាអស្ចារ្យណាស់អញ្ចឹងក៏ប៉ុន្តែតាមពិតទៅនៅក្រៅចម្រុះកម្មរបស់រាងកាយហ្នឹងឯងគឺនៅពេលដែលគេបញ្ជារាងកាយនិងចិត្តរបស់គេស្របគ្នានៅវាធ្វើឲ្យខួរក្បាលរបស់យើងដំណើរការក្នុងពេលតែមួយហើយបើនិយាយងាយស្រួលយល់ទៅវាក៏សារតែខួរក្បាលរបស់គេហ្នឹងនៅមិនទាន់អាចអាន emotion របស់វាបានហ្នឹងឯងហើយបន្ទាប់ពីវារៀបប្រវត្តិឲ្យតែប៉ែឡតហើយនៅពេលហ្នឹងដូចជុំយើងគេក៏បានឲ្យវាឈប់តែម្ដងគឺថាវានឹងជុំនិយាយទៅគេនិយាយតងាប់ទៅក៏គេស្ដាប់យល់ដែរហើយបន្ទាប់ពីដូចជុំយើងគេនិយាយចឹងដែលជាឲ្យធ្វើវានឹងក៏បាននិយាយដូចជុំយើងថាជាមនុស្សភ្លើតែម្ដងអញ្ចឹងហើយដូចជុំយើងគេក៏បានឆ្លើយតបវិញថាគឺថាគេមិនមែនភ្លើទេគឺគ្រាន់តែថាគេនឹងវាមិនប្រកាសខាងទ្រឹស្ដីហ្នឹងហើយគេមិនដឹងថាវានឹងចង់និយាយពិសេសឲ្យប្រកាសទេគ្រាន់តែគេនឹងចាំបានច្បាស់ណាស់អំពីអារម្មណ៍លើដំបូងដែលគេបានស្គាល់ដូចជា emotion ដែលគេបានព្យាយាមតស៊ូឡើងទៅលើជាបន្តក៏ព្រោះតែគេនឹងមានអារម្មណ៍ថាគឺគេនឹងទទួលបាននៃម្យ៉ាងនៅពេលដែលគេឡើងទៅដល់ចំណុចកពូលក៏ប៉ុន្តែថាភ្នំនឹងរកជំហានដែលគេឡើងទៅគឺសឹកតែសាងសង់ឡើងដោយកំណត់ឈាមទាំងអស់ហើយនៅពេលដែលគេដើរឡើងគេកលេចទៅក្រោយគឺគេមានមិត្តភក្តិដែលរួមដំណើរជាមួយគេក៏ប៉ុន្តែថាសារគេជួយចិត្តជាមួយនឹងការឡើងនឹងខ្លាំងពេកគឺរហូតដល់ចំណុចមួយដែលគេនឹងលើកកលេចមើលមកក្រោយទៀតហើយនឹងហើយទើបបានជាគេសម្រេចបាននៅក្បែរ emotion ហ្នឹងក៏ប៉ុន្តែថានៅពេលដែលគេបានភ្ញាក់ខ្លួនពី emotion មកវិញគេនឹងបានដឹងថាអ្វីៗវាបានហួសពេកអស់ហើយអញ្ចឹងហើយអ្វីសម្រាប់ដែលមនុស្សមិនសូវឆ្លាតដូចជាគេធ្វើហ្នឹងគឺមានតែការព្យាយាមដើរចុះមកវិញនឹងឯងហើយអញ្ចឹងហើយបន្ទាប់មកក៏បានខ្លាយជាមនុស្សអស់លេដូចឯងបាននិយាយមុនហ្នឹងទៅហើយឯងនិយាយស្អីហ្នឹងយូរសក់ខ្ញុំបានប្រហែលទេត្រូវហើយវាមិនអសតតែយើងនិយាយមិនយល់ទេគឺមកពីអសតតែឯងនឹងភ្លើពេកហើយមែនហើយយើងនឹងក៏បានធ្លាប់ជួបនឹងម្នាក់ដែលក៏ពោះព្យាយាមតោងឡើងដូចជាយើងនឹងដែរក៏តែយើងក៏បានបញ្ជូនវាមកដៃទៅគឺដើម្បីកុំឲ្យវានឹងមានវាសនាដូចជាយើងដែរហើយមិនថាគេឬក៏យើងទេពួកយើងគឺសាជាប្រភេទមនុស្សចូលចិត្តការតស៊ូឡើងទៅលើដូចគ្នាហើយស្ដាប់របៀបដែលឯងនិយាយនឹងវាមិនសមតែឯងនឹងគឺជាពូជសាសមនុស្សដូចជាយើងសោះហើយយើងនឹងក៏រត់តាមយល់តទៀតសោះថាមនុស្សដូចជាឯងដែរសម្រាប់បានក្បែរ emotion បានយ៉ាងម៉េចទៅហើយនិយាយតាមត្រង់ទៅក៏យើងមិនភ្ញាក់ផ្អើលទេតែថាឯងនឹងស្ដាប់យល់និយាយទៅក៏ព្រោះតែយើងនឹងស្បស្គាល់មើលម្នាក់ដែលមានមុខមាត់នឹងជារកនឹងផាផានឹងឯងអញ្ចឹងហើយអញ្ចឹងអ្វីដែលយើងនិយាយទៅប៉ែឡតមិនហ្នឹងគឺយើងក៏ចាត់ទុកថាយើងនឹងដូចជាកំពុងតែនិយាយជាមួយនឹងវានឹងឯងក៏តែថាកំពុងបងឯងគឺទៀបជាងយូរសុងឆ្ងាយហើយយើងនឹងសួរឯងថាដែរមិនជាឯងមានមុខមាត់ស្តៀងនឹងគេបែបហ្នឹងក៏តែយ៉ាងណាក៏ដោយគឺមិនប្រញាប់ទេគឺលើអ្វីដែលឯងនិយាយមុនហ្នឹងអញ្ចឹងគឺបន្តចាត់ការឯងស្បៃឲ្យចាំនិយាយគ្នាទៀតហើយបន្ទាប់ពីគេនិយាយចឹងហើយគេក៏បានមកទៅកាន់វាប៉ាំងក៏តែវាក៏បានអោនផុតបន្ទាប់មកក៏បានទាត់មកកាន់ដូចជុំរបស់យើងវិញក៏តែដូចជុំរបស់យើងក៏បាន counter ជាមួយនឹងរ៉ៃហុករបស់គេប៉ាំងហើយវាក៏បានធ្វើការចាប់ប្រាំងក្រាយស្ទុំរត់ដូចជុំរបស់យើងទៀតដល់គេស្ទុំមកប្រាប្រាជាមួយនឹងរ៉ៃហុកក៏តែដូចជុំរបស់យើងគឺក៏ចាំទទួលជាមួយនឹងអាប់ខាតដូចគ្នាហើយសារតែអាប់ខាតរបស់ដូចជុំយើងគេលឿនជាងចឹងហើយវាក៏បានគិតឆ្វាប់សិនហើយរីដូចជុំរបស់យើងវិញគេក៏បានបន្តប្រាប្រាជាមួយនឹងរ៉ៃហុកប៉ាំងទៀតក៏តែថាវាបានដកឃ្លេតាន់ចឹងហើយរ៉ៃហុករបស់យើងនឹងគឺថារ៉ែងមិនដល់ទេហើយបន្ទាប់ពីនឹងមកនឹងវាក៏បានធ្វើការស្ទុំមកទៀតក៏តែថាក្រោយស្ទុំមកនឹងដូចជុំរបស់យើងក៏បានធ្វើវាមកជើងប៉ាំងឡើងគូឈៀងហើយរបៀបប្រេមតទ្រូបផងនឹងដូចជុំរបស់យើងគឺក៏បានធ្វើការស្ទុំមកទៀតហើយធ្វើការទាត់ឆ្វាប់ទៀតក៏តែថាវារឿងរហ័សដែរអញ្ចឹងហើយវាក៏បានធ្វើការថយក្រោយក្រោយបន្ទាប់មកក៏បានធ្វើការស្ទុះចូលមកទៀតហើយបានធ្វើការប្រត់ដៃមកវាចាក់ឆ្វាប់បន្ទាប់បានប្រហុកបានមកកាន់ដូចជុំរបស់យើងប៉ាំងប៉ាំងហើយក្នុងពេលហ្នឹងគេបានគិតក្នុងចិត្តរបស់គេថាគឺកម្រិត emotion របស់ពួកគេនឹងគឺស្មើគ្នាក៏ប៉ុន្តែបើនិយាយពីបច្ចេកទេសវិញហ្នឹងគឺថាគេលើដូចជន់ឆ្ងាយណាស់អញ្ចឹងហើយវាឃើញផ្លូវដែលគេទៅចាញ់ទេហើយចំណែកដូចជុំរបស់យើងវិញនៅក្នុងពេលនោះផងដែរដល់គេបាននិយាយថាគឺថាគេចង់ដឹងខ្លាំងណាស់ថាតើវានឹងពិតជាធ្លាប់បានប្រយុទ្ធជាមួយនឹងអត្ថសម្រាប់ក្បាច់ emotion ពិតប្រាកដមែនអត់ហើយនឹងហើយដល់គាត់គេនិយាយចឹងហើយនឹងរ៉ៃហុករបស់គេទៅដល់ក្តារមកបបេហូប៊ីនតែម្ដងក៏តែនៅគណៈពេលនោះផងដែរ
ហើយធ្វើការបានមកកាន់ដូចជុំយកប៉ង់ឡើងប៉ង់រត់សម័យតែម្ដងក៏តែគឺថាដូចជុំយកវិញគឺតាមធម្មតាទេបែបហ្នឹងហើយនឹងគេក៏នៅតែយកដៃរបស់គេនឹងយកមករងតន់ដែរហើយនឹងហើយបើនិយាយពាក់ហូប៊ីនៅវិញដល់ទៅគឺអញ្ចឹងគេក៏បាននិយាយទៅកាន់នាងថាគឺថាក្រែងគេនឹងបានប្រាប់នាងឲ្យថាហើយជួបឈាមបាយអស់សិនទៅចាំនិយាយគ្នាទៀតគឺថាយើងមិនអាចបដ ாய் ឯងរករបួសទៀតទេអញ្ចឹងហើយយើងប្រញាប់ចាត់ការគេឲ្យហើយទៅហើយថាឯងក៏ត្រូវការប្រយ័ត្នពីសមត្ថភាពរបស់គេដែរអញ្ចឹងហើយពេលយើងប្រើថយត្រូវថយភ្លាមយល់អត់ហើយនឹងហើយបើទៅគេនិយាយគ្នាត្រូវហើយនោះបន្ទាប់មកកញ្ញាយកកូននេះក៏បាននិយាយមកកាន់ទៅជួយមកយើងថាគឺថានេះនឹងបោកគីឡូគ្នាវាយគេណាហើយការបោកគីឡូរបស់ពួកគេនឹងគឺមិនដូចជាការមួយបូកនឹងមួយទេក៏តែវាប្រៀបដូចជាការគុណអញ្ចឹងដឹងអត់ហើយនឹងហើយបើទៅមាននឹងនិយាយចឹងហើយនឹងគឺថាដូចជុំមកយើងគេឡើងកៀងតែម្ដងគឺថា1 + 1 = 2ក៏ប៉ុន្តែ1 × 1 = 1ដែរហ្នឹងហើយនឹងហើយគឺថានៅក្នុងពេលនោះកញ្ញាយកកូននៅមកស្ទុំមកដោយលឿនលឿនបន្ទាប់មកទូកម្មបានទៅជុំមកយើងប៉ង់ហើយដល់គាត់ដល់កញ្ញានឹងប៉ង់ហើយនឹងអបិហប៊ីនោះគឺក៏បានទូកាត់ទាត់ឆ្វាប់ទៀតក៏តែដូចជុំមកយើងគឺកិច្ចពីវាផុតហើយបន្ទាប់មកក៏បានទូការប្រើប្រាស់ជាមួយនឹងអូហើយនោះមកទៅកាន់កញ្ញាយកកូននៅវិញប៉ង់ក៏តែនឹងអាចយកដៃរបស់នាងយកមកប្លុកតាន់ហើយបើនិយាយពីអបិហប៊ីនោះវិញគឺក៏បានទូការលូតទាត់ប៉ង់ក៏តែដូចជុំមកយើងគេអាចរងតាន់ហើយបន្ទាប់មកក៏បានប្រើប្រាស់ជាមួយលោកទៅកាន់វាវិញដោយវាថាលោកប៉ង់វាក៏បានឡាប់ថាក្រោយឆ្វាប់ហើយកញ្ញាយកកូននេះក៏បានហក់ចូលជាមួយ160ប៉ង់ហើយ160របស់យកកូនមិនទាន់ស្រួលបោះហ្នឹងអបិហប៊ីនោះវាក៏បានទាត់ឆ្វាប់ទៀតហើយនៅគណៈពេលដែលជនគេអន់គិតពីការទាត់របស់អបិហប៊ីនោះយកកូននេះក៏បានបន្ថែមជាមួយ160ប៉ង់ទៀតនិយាយទៅគឺថាពីរអ្នកគេនឹងដាក់វិញគ្នាវាយដូចជុំមកយើងម្នាក់ម្ដងតែម្ដងហើយនឹងហើយបន្ទាប់ពីវាយដូចជុំមកយើងឆ្អែតហើយហ្នឹងឥឡូវហ្នឹងដល់វិញដូចជុំមកយើងគេសងវិញហើយដល់ក៏បានស្ទុះទៅមកអបិហប៊ីនប៉ង់ហើយបន្ទាប់មកក៏បានបកមកក្រោយវិញទូកម្មមាត់កញ្ញាយកកូននោះប៉ង់ទៀតហើយនឹងហើយបន្ទាប់ពីបានត្រូវម្នាក់ម្ដាយហ្នឹងហើយគឺថាពីរអ្នកគេនឹងចាប់ដើមរឿងត្រឹកបន្តិចហើយដូចជុំមកយើងវិញក្នុងពេលហ្នឹងដែរគេក៏បាននិយាយទៅកាន់ពីរអ្នកថាគឺថានៅពេលដែលពួកគេពីរអ្នករួមដៃគ្នាអញ្ចឹងគឺវាល្អជាងមុនឆ្ងាយហើយវានឹងខ្លាចជាការប្រយុទ្ធទៅជក់ចិត្តមួយហើយមើលទៅហើយនឹងហើយបើនិយាយប្រាប់ហូបវិញវិញនៅពេលហ្នឹងគេបាននិយាយថាឥឡូវហ្នឹងការគិតរបស់គេត្រូវបានដូចជុំមកយើងគេមើលធ្លុះខ្ទេចអស់ហើយចូលមិនស្អីឯងការគិតរបស់ឯងត្រូវបានគេមើលធ្លុះខ្ទេចអស់អញ្ចឹងហើយក៏អីបើឯងនិយាយអញ្ចឹងវាមិនបានន័យថាគេហ្នឹងគឺជាមនុស្សដ៏គ្រោះថ្នាក់ដែរហើយទេហើយអញ្ចឹងគឺថាផែនការបន្តរបស់យើងគឺផ្លាស់ប្ដូរហើយក៏អីហើយអត់ទេគ្មានស្អីត្រូវផ្លាស់ប្ដូរទេហើយនឹងហើយបន្ទាប់ពីគេនិយាយចឹងហើយគេក៏បានធ្វើការដាក់ឲ្យក្រុមរបស់គេក៏វត្តចោលតែម្ដងហើយបន្ទាប់មកវាក៏បានធ្វើសញ្ញាកាយវិការទៅកាន់នាងថាគឺថាវាធ្វើជាដាវហើយយកកូនធ្វើជាខែលហើយនឹងហើយបន្ទាប់ពួកគេព្រមព្រៀងគ្នាអញ្ចឹងហើយនោះគឺមិនដឹងចំពោះគេអ្វីខាន់ស្អីពួកគេទេហើយបន្ទាប់មកគេបានធ្វើការរត់មករវេតតទៅជុំមកយើងប៉ង់តែម្ដងហើយបន្ទាប់ពីមកជើងនៅជុំមកយើងគេអាចរងជាប់វាក៏បានធ្វើការបន្តថែមមកមួយជើងទៀតហើយបន្ទាប់ពីដូចជុំមកយើងគេកិច្ចផុតវាក៏បានបន្តប្រើប្រាស់ជាមួយនឹង160ហើយលោកឃើញទៀតនិយាយទៅគឺគេថាវាដូចជុំមកយើងប៉ង់ហើយតទៅជុំមកយើងឆ្វាប់តែម្ដងហើយនៅពេលដែលគេវាយនឹងផងដែរគឺមិនដឹងជាគេធ្វើសញ្ញាដៃស្អីគេទេហើយរួចបន្ទាប់មកវាក៏បានធ្វើការតមកកាន់ទៅជុំមកយើងប៉ង់ទៀតតែម្ដងក៏តែនៅពេលនោះដូចជុំមកយើងគេក៏បានធ្វើការប្រេជើងឆ្វាប់ហើយបន្ទាប់មកក៏បានធ្វើការប្រើប្រាស់ជាមួយម្ល៉ុកត្រឡប់ទៅវិញក៏តែនៅពេលនោះកញ្ញាយកកូននឹងក៏បានធ្វើការមកប្រូជាមួយម្ល៉ុកដូចជុំមកយើងប៉ង់ទៅពួកដៃគ្នាអបយកប៊ីនោះគឺក៏បានធ្វើការរត់ចូលមកដែលបានធ្វើការកម្បោគ្នាជាមួយនឹងកញ្ញាយកកូននឹងតមកកាន់ទៅជុំមកយើងប៉ង់ក៏តែមកជើងនឹងបន្ទាប់ពីជុំមកយើងគេរកហើយគឺថាមិនជាបញ្ហាទេដល់គេធ្វើការខនតជាមួយនឹង160ត្រឡប់ទៅវិញក៏តែកញ្ញាយកកូននឹងក៏បានធ្វើការច្រាអបហូបប៊ីនឹងចេញបន្ទាប់មកនឹងក៏បានធ្វើការរងកដាប់ដៃនឹងជំនួសគេតែម្ដងហើយម្ដាយនឹងគឺថាមិនជាបញ្ហាសម្រាប់នាងទេនិយាយទៅមើលសិទ្ធិភ័យរបស់នាងទៅដឹងអីគឺថាឡើងកង់តែម្ដងហើយនៅគណៈពេលនឹងផងដែរនោះអបិហូប៊ីនោះគឺក៏បានធ្វើការលុតតែមកកាន់ទៅជុំមកយើងប៉ង់ក៏តែសារទៅជុំមកយើងគេដឹងតនអញ្ចឹងហើយគេដកគ្នាតនអញ្ចឹងហើយវាក៏ទៅធាក់ត្រូវឡានក្រុងគេក្បែរហ្នឹងទៅហើយនឹងហើយបន្ទាប់មកពេលហូប៊ីនឹងគេក៏បានធ្វើជាសញ្ញាដៃប្រាប់ទៅកាន់កញ្ញាយកកូនថាគឺថាគេត្រូវការឲ្យនាងធ្វើជំនួយឲ្យគេហើយនឹងហើយបន្ទាប់ពីនឹងយល់ព្រមហើយនឹងក៏បានធ្វើការរត់ចូលមករកដូចជុំមកយើងតែម្ដងហើយបន្ទាប់មកនឹងក៏បានធ្វើការប្រោះមកកាន់ទៅជុំមកយើងប៉ង់ហើយនឹងជុំមកយើងវិញគឺចិត្តបន្តកិច្ចសិនទៅហើយនៅក្នុងពេលជាមួយគ្នាដែរគេបានគិតក្នុងចិត្តថាគឺថាបើសិនជាគេត្រូវនាងវាយត្រូវតែម្ដាយនោះគឺច្បាស់ជាគ្រោះថ្នាក់រំខានទេក៏តែថាលបួនមកវានឹងគឺយឺតពេកហើយអញ្ចឹងហើយវាមិនអាចធ្វើឲ្យគេបានទេហើយលើសពីនឹងទៀតនោះគឺថានាងមានចន្លោះធ្វើប្រហែលច្រើនណាស់និយាយទៅគឺនាងមានការធ្វើប្រហែលជាមួយនឹងការការពារខ្លួនរបស់នាងតែម្ដងហើយបន្ទាប់ពីគេនិយាយចឹងហើយគេក៏បានធ្វើកម្មមកទៅកាន់ក្តាប់ពោរបស់នាងប៉ង់ក៏តែជំនួយការកិច្ចកញ្ញាយកកូននៅបានព្យាយាមចាប់ដៃទៅជុំមកយើងតែម្ដងហើយនៅក្នុងគណៈពេលនឹងជាមួយគ្នានឹងផងដែរនោះអបិហូប៊ីនោះគឺក៏បានទូការទាត់មកកាន់ទៅជុំមកយើងប៉ង់ហើយកញ្ញាយកកូននេះក៏បានទូការព្យាយាមឲ្យចកេះគេទៀតហើយអបិហូប៊ីនោះគឺក៏បានទូការបន្តទាត់ប៉ង់ហើយនៅក្នុងពេលនឹងដែរទៅជុំមកយើងគេបាននិយាយទៅកាន់កញ្ញាយកកូនថាគឺថានឹងមិនគឺជាអ្វីដែលពួកគេនឹងចង់បានអូអញនិយាយចឹងនឹងគឺបានន័យថាវាក៏ជាចេតនាបាយដែរមែនក៏តែថាបើអញ្ចឹងនឹងគឺវាស័យធំហើយដោយឯងនឹងគឺផ្លូវដែលចេញពីកដាប់ដៃរបស់យើងបានហើយបន្ទាប់ពីនាងនិយាយចឹងហើយនឹងអបិហូប៊ីនោះគឺក៏បានទូការលុបមតិទៅជុំមកយើងប៉ង់តែម្ដងក៏តែបន្ទាប់ពីត្រូវមកជឿនឹងហើយដូចជុំមកយើងគឺក៏បាននិយាយទៅកាន់កញ្ញាយកកូនថាគឺថាបើថាអ្វីដែលគេមើលឃើញនឹងគឺថាដូចជាមិនបានផែនការល្អប៉ុន្មានទេហើយនាងបន្តទៅវាជាប់អញ្ចឹងទៀតទៅហើយបន្ទាប់ពីគេនិយាយចឹងហើយនឹងគណៈពេលដល់ពេលហូបនឹងគេចង់ប្រើប្រាស់ជាមួយនឹង160ហ្នឹងគេក៏បានយកឡងពីការចាប់របស់យកកូនពីក្រោយហ្នឹងយកមកធ្វើការធាក់អពេលហូបនឹងប៉ង់តែម្ដងហើយគឺសារតែមានកម្លាំងអពីក្រោយហ្នឹងគឺថាមកជឿនឹងវាមានទៅស្រាយ
ហើយវាទៅវាការធាក់ហ្នឹងហើយកញ្ញាយកកោដែលអោពីក្រោយនាងក៏ឲ្យចំហដែរអញ្ចឹងហើយរបងដូចជុំមួយយើងទៅហ្នឹងមកលោកប៉ង់ដោយតាមដៃផ្កាទៅតែម្ដងហើយវាទៅមកគេក៏បានប្រាប់ប្រាជុំ160មិនដៃពីលើទៀតប៉ង់ស្ពើនៅកន្លែងទៅហើយបើនិយាយពីកញ្ញាយកកោនៅវិញវាទៅពីនាងឃើញដូចជុំមួយយើងវាយអបែហូបេនអញ្ចឹងគឺថានាងឡើងកំរោចចូលដូចខ្មោចចូលអញ្ចឹងដល់នាងបានស្ទុំមកដូចជុំមួយយើងជាមួយនឹងរហុករបស់នាងក៏តែបន្ទាប់ពីបណ្ដោះហ្នឹងដូចជុំមួយយើងគេក៏បានស្វាគមន៍ជាមួយនឹងរហុករបស់គេប៉ង់ก่อนតែម្ដាយនឹងហើយនឹងគឺថាមិនជាបញ្ហាសម្រាប់នាងទេដល់នាងក៏បានទូកាប់បដូររហុកជាមួយនឹងជាមួយយើងវិញប៉ង់ก่อนតែដូចជាមួយយើងគេយកដៃពួកគេយកមករងទាន់ហើយអញ្ចឹងហើយនឹងក៏បានបន្ថែមជាមួយរហុកប៉ង់ទៀតก่อนតែដូចជាមួយយើងគេនៅតែអាចប្លុកបានតដែរហើយអញ្ចឹងហើយនឹងក៏ថានាងសាប់យកទៅកាន់ដូចជាមួយយើងតែម្ដងនិយាយទៅគឺថាដូចអ៊ូទីម៉េតរបស់បាដាំងអញ្ចឹងហើយចំណែកដូចជាមួយយូរមិនទៅឃើញនាងកំរោចូលអញ្ចឹងហើយគឺថាគេក៏បានទៅឃើញទៅដល់អបិសុយុគតែម្ដងគឺថាស្ថានភាពរបស់នាងឥឡូវហ្នឹងក៏ដូចជាអបិសុយុគកាលនោះអញ្ចឹងហើយនៅក្នុងពេលហ្នឹងគេក៏បានគិតក្នុងចិត្តថាគឺថាឥឡូវហ្នឹងវាគ្មានន័យអីតែត្រូវបន្តប្រយោជន៍ទៀតទេហើយទៅគេនិយាយអញ្ចឹងហើយគេក៏បានប្រាប់ប៉ាជាមួយលាវផាញ់មកទៅកាន់កាត់ពុករបស់នាងប៉ង់ក៏តែម្ដាយនឹងហើយនាងក៏នៅតែអាចប្រូជាមួយរហុកមកកាន់ជាមួយយូរវិញទៀតអញ្ចឹងហើយជាមួយយើងគឺនឹង surprise ដែរហ្នឹងហើយបន្ទាប់មកគេក៏បានបន្ថែមជាមួយរហុកប៉ង់ទៀតនិយាយទៅគឺថាពីរអ្នកគេហ្នឹងប៉ង់ទៅប៉ង់មកស្មារតីគ្នាតែម្ដងហើយនឹងហើយបន្ទាប់ពីប៉ង់ទៅប៉ង់មកអស់ជាង80លានដងហ្នឹងដូចជាមួយយើងគឺក៏បាននិយាយទៅកាន់នាងថាគឺថាឥឡូវនេះវាគួរតែគ្រប់គ្រាន់ហើយព្រោះយើងគួរតែបញ្ចប់រឿងត្រឹមនោះទៅហើយបន្ទាប់ពីគេនិយាយចឹងហើយគេក៏បានប្រាប់ប៉ាជាមួយលាវផាញ់ហ្នឹងធ្វើកម្មទៅកាន់នាងវិញប៉ង់ទៀតតែម្ដងហើយបន្ទាប់ពីត្រូវម្ដាយនឹងហើយនឹងគឺថាញ័រខ្លួនដូចកូនសត្វអញ្ចឹងគ្រាន់តែថាបន្ទាប់មកនឹងចង់ហក់100ជាមួយយើងទៀតគ្រាន់តែគ្មានទេនៅក្នុងពេលហ្នឹងក៏ស្រាប់ថាដូចអគុយអស់ភ្លើងអញ្ចឹងនិយាយទៅគឺថានាងអស់ខ្យល់តែហ្នឹងទៅហើយនឹងហើយបន្ទាប់មកនេះជាមួយយើងគឺក៏បានធ្វើការចាប់ពួកគេចងតែម្ដងហើយនឹងឥឡូវទៅដូចជាមួយយើងចងពួកគេនៅនឹងសិនទៅយើងទៅនិយាយទៅក្នុងបណ្ណាល័យនោះវិញគឺថាឥឡូវនឹងភ្លើងបានភ្លឺវិញហើយគ្រាន់តែនៅក្នុងពេលហ្នឹងពួកគេក៏បានចាប់អារម្មណ៍ថាដូចជាមិនឃើញដូចជាមួយយើងហើយនៅក្នុងពេលហ្នឹងសតតាបិចុងមាននោះក៏បានស្រើពួកគេនោះឲ្យនាំគ្នាមើលទៅក្រោមហើយនឹងហើយមើលទៅក្រោមនឹងគឺមើលទៅដូចជាមួយយើងនឹងឯងហើយនៅគណៈពេលដែលពួកគេដើរទៅអើមើលដូចជាមួយយើងហ្នឹងនៅពេលហ្នឹងសតតែមានអាបែអាវខ្មៅណាហ្នឹងលើមើលគេដែរហើយនឹងឥឡូវត្រឡប់មកកាន់ពីអ្នកគេនេះវិញដោយដូចជាមួយយើងនឹងគេបាននិយាយទៅកាន់ពួកគេថាគឺថាពួកវានឹងគួរដល់ខ្លួនឲ្យត្រូវអត់ថាគួរនិយាយខ្លះមកហើយនឹងគឺថាកញ្ញាយកកោនឹងញ៉ាញ៉ាជាងគេអញ្ចឹងហើយដូចជាមួយយើងគឺបានប្រើនាងបិទមាត់តែម្ដងគឺថាពួកគេនឹងគួរតែអង្គុយនិយាយគ្នាតាមការសន្យារបស់ពួកគេទៅហើយយើងមិនដែលបានសន្យាថាយើងនឹងនិយាយជាមួយឯងមកពីណាមកហើយហើយក៏យើងមិនជាមួយដៃក៏ពោះកើតនោះដែរហើយឯងនឹងមិនដឹងទេអីថាគេនៅនោះបានស្លាប់អីតើយើងដឹងតើចូលបើដឹងហើយនឹងភ្លើម៉េះសួររស់អីទៀតហើយគឺថាបើដៃគួរសួរហ្នឹងគឺឯងគួរសួរតែដែលបើយើងចាក់តាមប្រមាញ់ឯងវិញទៅហើយយើងដឹងហើយយើងនៅតែឯងនឹងមកពីក្លឹបម៉ូតអញ្ចឹងហើយបើតាមយើងស្មានហ្នឹងគឺមកពីអសតតែយើងនឹងបានវាយគ្នាជាមួយនឹងបេស៊ីយុគនឹងឯងហើយអាហ្នឹងគឺថា50-50ទេគឺថាក្លឹបម៉ូតនឹងបានបបងសាខាដេជន់ចោលបាត់ហើយអញ្ចឹងហើយវាគ្មានថាផលដែលយើងត្រូវតាមប្រមាញ់ឯងនឹងបេស៊ីយុគទៀតទេហើយការតាមប្រមាញ់ឯងនេះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់យើងនឹងឯងហើយចំពោះហេតុផលវិញគឺអសតតែគេនឹងចង់ស្វែងរកផុសតាងហើយនឹងហើយបន្តឃើញនិយាយថាគេស្វែងរកផុសតាងគឺថានេះជួយយើងគេឡើងឆ្ងល់តែម្ដងហើយអញ្ចឹងអាបែហូបេនហ្នឹងគេក៏បានធ្វើការបន្តរៀបរាប់អញ្ចឹងទៅគឺថាដំណើរការ Emerson របស់គេនិងដេជនហ្នឹងគឺវាដូចគ្នាក៏តែមានចំណុចមូលដ្ឋានមួយគឺមិនដូចគ្នាទេដែល Emerson របស់ដេជនហ្នឹងវាកាន់តែធម្មជាតិហើយអញ្ចឹងហើយគេមកហ្នឹងគឺគេមកគាត់ដើម្បីបញ្ជាក់ថាតាមមូលដ្ឋានធម្មជាតិនិងមូលដ្ឋានបកាឡើងហ្នឹងវាខុសគ្នាកម្រិតណាទៅហើយបន្ទាប់ពីវានិយាយអញ្ចឹងហើយដូចជាមួយយើងគេក៏បានសួរទៅកាន់វាថាគឺថាអញ្ចឹងគឺគេគ្រាន់កុសពីដល់ការប្រើមុនទេអីអាបែហូបេនហ្នឹងគេក៏បានធ្វើការបន្តរៀបរាប់អញ្ចឹងទៅគឺថាដេជនហ្នឹងគេមិនចាំបាច់និយាយពីចំណុចខ្វះខាតទៀតទេក៏ព្រោះតែបើចិត្តនឹងកាយរបស់យើងមិនស៊ីចង្វាក់គ្នាហើយហ្នឹងគឺវាមិនអាចហៅថាជា Emerson ពេញលេញឡើយហើយវាក៏មិនគ្រាន់ជាការចូលក្នុង Emerson តាមរយៈផ្លូវចិត្តតាមមុខទេប៉ុន្តែគឺវាត្រូវរួមទាំងរាងកាយដែរគឺតដល់ចំណុចដែលរាងកាយអាចមានសមត្ថភាពដើរតាមខុសក្បាលដែលបាន awaken បែបនោះទៅគេហៅថា Emerson ដែលល្អឥតខ្ចោះហើយនៅត្រង់ចំណុចដែលបញ្ជូនព័ត៌មាននៃប្រព័ន្ធប្រសាទគឺវាមិនកើតឡើងត្រង់ក្នុងខួរក្បាលទេដោយវាគឺជាការភ្ជាប់ទៅកាន់រាងកាយទាំងមូលតែម្ដងអញ្ចឹងហើយបើតាមទ្រឹស្ដីគឺវាមិនខុសពី Emerson របស់ដេជនឡើយគឺដោយដេជននឹងគេបាននិយាយមុននឹងអញ្ចឹងសភាពនៃ Emerson របស់គេគឺប្រៀបដូចជាការឡើងភ្នំហើយបើទោះបីជាគេមិនប្រកាសថាវាខុសគ្នានៅត្រង់ការប្រើពាក្យសម្ដីឬក៏ខុសក្នុងអារម្មណ៍ដែលពួកគេទទួលបានក៏ដោយក៏ប៉ុន្តែសម្រាប់គេ Emerson គឺប្រៀបដូចជាភ្លើងអញ្ចឹងហើយសកម្មភាពដែលចូលទៅក្នុងដំណាក់កាលនោះគឺហៅថាការបញ្ចេញភ្លើងហើយតែដេជននឹងត្រូវឃើញសកម្មភាពនៅមុនពេលដែលឈានទៅដល់ Emerson នឹងដែរគឺមានសភាពក្តៅប្រៀបដូចជាភ្លើងដែលរៀបឆេះសតូនថើអញ្ចឹងក៏ប៉ុន្តែវាជាសភាពដែលមិនទាន់ឆេះនៅឡើយទេហើយអញ្ចឹងហើយវានឹងមានរឿងអីកើតឡើងទៅបើសិនមកមានការភ្លើងមួយឆេះឡើងនៅក្នុងពេលហ្នឹងហើយអត្ថន័យចំនោះវាគឺជាការបញ្ចេញភ្លើងនឹងឯងហើយនៅគណៈពេលដែលភ្លើងចាប់ផ្ដើមឆេះឡើងនៅពេលហ្នឹងគឺជាពេលដែលគេទទួលបានបទពិសោធន៍ Emerson ហ្នឹងគឺវានឹងមិនអាចទៅរួចទេបើសិនជាគេនឹងមិនយល់ស៊ីជម្រៅអំពីវាហើយអ្នកដែលធ្វើរឿងនឹងឲ្យវាអាចទៅរួចគឺមានតែផាយជន់ទេដោយការពីមុននៅក្នុងក្លឹបម៉ូតនៅពេលដែលគ្រប់គ្នាអាចឈានទៅដល់សភាពអវកាសខ្លាំងការនោះគឺមានតែគេម្នាក់គត់ដែលសម្រេចបាននៅ Emerson រាងកាយហើយដោយសារតែគេមានស្មារតីក្នុងសភាព Emerson ហ្នឹងហើយទើបបានជាគេហ្នឹងអាចរកឃើញវិធីបញ្ឆេះវានឹងបានហើយយើងសុំពុំមានឯងចោះបើឯងដែរចោះតែឯងគិតថាគ្មានភ្នំឯងដែរតោឡើងទៀតនោះនៅឯងគឺកំពុងច្រឡំធំហើយដោយទោះបីជាឯងគឺជាមនុស្សពិសេសដែលបង្កើតភ្លើងនៅមិនចាំបាច់បង្កើតភ្លើងក៏ដោយតែថាការបង្កើតភ្លើងគឺវាមិនជាអ្វីដែលពិសេសទៀតទេក្នុងពេលបច្ចុប្បន្នហ្នឹងអញ្ចឹងហើយឯងគួរតែបង្កើតភ្លើងបាយឲ្យធំជាងមុនសិនទៅបើសិនបើឯងមិនចង់ឲ្យវាលើបឯងទៅរស់ទេ